Tôi sẽ đây này đọcគ្នាខ្ញុំចូលអ៊ីពីចង់ដឹងនិយាយទៅគឺថាយើងបែកគ្នាយូរមែនតើហើយឥឡូវយើងត្រឡប់មកកាន់ការអានកាតរបស់យើងវិញព្រោះមែនតើបើសិនជាអ្នកនរគ្នានៅតែមើលវីដេអូរបស់ខ្ញុំទោះបីជាខ្ញុំបាត់ខ្លួនយូរប៉ុណ្ណាក៏ដោយអូខេឥឡូវយើងចាប់ផ្ដើមមកការអានកាតរបស់យើងចឹងថ្ងៃហ្នឹងយើងនឹងធ្វើការអានកាតប្រចាំខែសីហានេះគឺខែ8ចឹងខែ8ហ្នឹងតើមានរឿងអ្វីកើតឡើងខ្ញុំនឹងភិកឱកាសធ្វើភិកឱកាសមាន2កាសដែលធ្វើអ្នកនរគ្នាឲ្យអ្នកនរគ្នាជ្រើសរើសអូខេអ្នកនរគ្នាចឹងយើងមានកាស2ហើយសម្រាប់អ្នកក្រុមទី1និងក្រុមទី2ចឹងបើសិនបើអ្នកនរគ្នាពេញចិត្តក្រុមទី1អាចជ្រើសយកកាតនេះបានហើយបើសិនបើអ្នកនរគ្នាពេញចិត្តក្រុមទី2ចឹងអ្នកនរគ្នាអាចយកកាតនេះបានចឹងយើងទៅមើលអ្នកដែលយកកាតទី1នេះសិនណាថាតើ energy អ្នកនរគ្នាបែបណាដែរសម្រាប់ខែសីហាហ្នឹងអូខេអ្នកនរគ្នាចឹងសម្រាប់អ្នកដែលយកកាតទី1ហ្នឹងយើងមកមើលទាំងអស់គ្នាថាតើមានសារអ្វីមានរឿងអ្វីកាត់ឡើងសំខាន់សម្រាប់អ្នកនរគ្នានៅក្នុងខែសីហា2026នេះដែរឬទេអូខេ What happened to you Sure please tell me តើមានរឿងអ្វីកាត់ឡើងសម្រាប់អ្នកដែលយកកាតទី1នេះក្នុងខែ2026នេះមើលទៅវាអាចថានៅក្នុងខែ8ហ្នឹងសម្រាប់អ្នកដែលមានគូជាពិសេសដោយសារនេះមើលទៅផ្ដោតទៅលើតំណែងដែលវាយូរមកហើយតំណែងស្នេហាអញ្ចឹងណាតែមានសារអីសម្រាប់អ្នកដែលយកកាតទី1នេះឲ្យពេលទៀតខ្ញុំសុំការបន្ថែមទៀតចឹងមុននឹងយើងនិយាយថាអ្វីគាត់ថាមើលទៅវាអាចផ្ដោតទៅលើរឿងស្នេហាច្រើនជាងតែខ្ញុំចង់ដឹងថាក្រៅពីស្នេហាវាមានអីផ្សេងទៀតអត់ឬក៏អ្នកយកកាតទី1នេះគេថាអាចគិតច្រើនរឿងតំណែងណាតែជួយរឿងខ្លះដូចមិនតាន់ច្បាស់លាស់រឿងមិនតាន់ច្បាស់លាស់ណារឿងដោះលែងខ្លួនឯងទៅមើលទៅដូចជាប់ជំពាក់ជាមួយនឹងខ្លួនឯងការគិតខ្លួនឯងអីចឹងហើយអូខេចឹងយើងមកអានទាំងអស់គ្នាថាតើមានអ្វីកើតឡើងនឹងកាត់ឡើងសម្រាប់អ្នកដែលយកកាតទី1នៅក្នុងខែ8ហ្នឹងចឹងខ្ញុំឃើញថាអ្នកទាំងអស់គ្នាអាចនឹងចង់ចាក់ចេញពីទំនាក់ទំនងមួយដែលវាធ្វើឲ្យអ្នកទាំងអស់គ្នាឈឺចាប់ច្រើនដងមែនតើអ្នកទាំងអស់គ្នាឃើញកាតនេះThree of Swords នេះវាទៅគឺបេះដូងចាក់វាទៅវាឈឺចាប់កាតដែលមើលខ្លួនឯងអត់ឃើញកាតដែលបាត់បង់ខ្លួនឯងណាចឹងទៅដូចក្នុងរូបនេះដែរចឹងណាឆ្លាក់នេះចឹងណាបើន័យថាអ្នកនរគ្នានៅក្នុងតំណែងស្នេហាមួយយ៉ានិយាយទៅគឺផ្ដោតទៅលើស្នេហាមែនតើអញ្ចឹងបើសិនជាអ្នកអត់មានស្នេហាហ្មងណាកាត់ហ្នឹងមិនសារហ្នឹងមិនសម្រាប់អ្នកទាំងអស់គ្នាទេអញ្ចឹងអាចរំលងបានតែម្ដងខ្ញុំអត់នេះទេតែបើសិនជាអ្នកទាំងអស់គ្នានៅក្នុងស្ថានភាពមួយមានក្តីស្រឡាញ់មានតំណែងស្នេហាអីចឹងឬក៏ស្ថានភាពប្តីប្រពន្ធអូខេ this one កាតនឹងគឺសម្រាប់អ្នកទាំងអស់គ្នា energy នឹងគឺសម្រាប់អ្នកទាំងអស់គ្នាអញ្ចឹងអាចបន្តទៅទៀតបានមានន័យថាស្ថានភាពហ្នឹងគឺស្ថានភាពមួយដែលអ្នកទាំងអស់គ្នាពីមុនខ្ញុំនិយាយពីមុនណាពីមុនស្រឡាញ់គ្នាពីមុនជួយជុំជ្រែងគ្នាពីមុនល្អងគ្នាប៉ុន្តែស្ថានភាពឥឡូវវាលែងដូចមុនហើយអញ្ចឹងបានជាមើលទៅខ្ញុំសង្កត់ថាមើលទៅម្នាក់ស្រីនេះគាត់ភ្ញាក់ហើយវាថាឃើញម្នាក់ហ្នឹងវាមិនមែនជា energy ដែលសុបាយរីករាយតែវាជា energy ដែលភ្ញាក់ខ្លាចចង់ចាក់ចេញពីម្នាក់ហ្នឹងអញ្ចឹងណាវាមិនចឹងហើយស្ថានភាពហ្នឹងគឺគេប្រាប់មកក៏បែបនេះដែរមើលនេះដូចគេនិយាយចឹង swing away from this situation ចឹងមានន័យថាគឺហែលទៅឆ្ងាយវាថានេះមិនឆ្ងាយអញ្ចឹងហែលទៅឆ្ងាយពីស្ថានភាពទាំងអស់ហ្នឹងស្ថានភាពហ្នឹងអាចមានជនទី3ហ្នឹងអាចនៅកន្លែងការងារបែបកន្លែងការងារច្រើនជាងភាគរយច្រើនណាអញ្ចឹងទៅអ្នកទាំងអស់គ្នាក៏ភ្ញាក់ខ្លួនមិនអត់ដឹងខ្លួនទេភ្ញាក់ខ្លួនដឹងហើយក្នុងខែ8ហ្នឹងដឹងហើយថាមានជនទី3ចូលមកក្នុងស្ថានភាពហ្នឹងហើយចង់ថាវាថាវាធ្វើឲ្យអ្នកនរគ្នាឈឺចាប់ហើយណាមួយទៀតតំណែងហ្នឹងណាវាបានបំផ្លាញ
ban việc ban mình một plan như cái hàng mình chứ việc ban thôi nè đó khi đang bắt băng phép chỉ luôn anh cho mình tèn nè đó khi đăng tha nè đó khi lọ một phần ná vì muốn tai nó bây giờ nè đó khi nơi từ nè đầu nó nè đó khi lên đôi tìm muốn lên là o đôi tìm muốn ai tha tìm muốn nè đó khi miền chụp này đông nè đó khi sát tôi có nhận gì đó nè đó khi miền bay đông là o mình cái đây lạnh ấy pin lên chấn nó vậy tới việc bài khang việc bọc hình chấn nó để thay dừng chẳng bàn tay nó bây giờ nè đó khi chỗ nó không thể đầu nó nè đó khi lên truyền cho ngày lên lên miền hạp hiệp o đôi dương tìm muốn nữa chân tới không khai bởi những nè đó nên đừng khuôn tay có chưa chạp đà hơi đi việc tha vì chỉ ca mình chọc được từ nè từ đầu môi đài xong mà tha này đó nên tôi giọt bán á tìm môn này đó kia cây ngăn lụa chưa chạp đường đằng kia tao có mến đăng ở lỡ gây với ai tha chưa chạp dù ơi và tay quả tha ở lỡ chỗ ba lô hay về tha dân nhạc luôn về tha đừng mà nữ cái hơi cái sẽ bao ngày đang cái luôn nó là biếm trắng nó đang bao ngày đang cái luôn này rồi đang cái luôn này đang ngày thà để tao nấu nó vì mình ảnh từ một bàn của ấy vì miên nhẹ nam để trôi màu và thèm tiệt các con đã tha nhẹ đó liên đó nhá vì môn đỏ lấy viên nơi tài mình ót chất vì tha này đó liên nơi tài mình ai chạy tranh vì tao nhẹ tao nấu những bàn á chạy tranh ngắt bàn thì hay ấy để chạy tranh mình bàn nó cứ ở rõm bọn nhẹ đó liên vì mình tha nghe đó khi tranh tao về mà đối giả luôn tranh tao ban luôn ta rõm nó như đây chọc chấm bẻ dương bắt đọc trong đọc lên luôn ai như ai tha từ này tao nói video mình tên là đó nghe đó khi đọc lên bán nó chịu sẽ nè đặc biệt này chụp trào nhóm miên là rõm tha nơi cái non từ này tao nói nó rồi nàng là bật nè đó này ao trả tranh là sai từ này tao nói video hay nè đọc lên nó cười chụp trào cho nè đọc này ai những cực tha ôi gì tôi bật hai trả tranh tao dương tôi chặt đau mà đón tiếp với một bà ấy chẳng này đó anh cần chân tràn lên tàn để tha cất tràn là đương nâng chân tới ban chìa mình anh đọc lên luôn anh ở trại tranh bản nên đó này anh đừng tất ca trong này pu đọc khai ấy chẳng là đồng anh đọc lên bàn để đọc nghe tôi điệp cột đang vinh điệp cổ đau chịu đang vinh một nâng tha từ tại trại tranh từ chẳng na vì chỉ này p với tất ca tham một pol với tất ca sẽ cảm một phi phần tại quan tha trong về lời lớn nó nè đọc nghe toàn ai phải chọc rồi nâng ba vì ai tha nâng để sao để nó với du p với smoke smile p với tất ca p là biết là bây giờ nè đọc nghe đọc sai ở rõm nè đọc nghe nơi chụp bột chụp bò lên chẳng na ô vậy tôi cứ tha mày gọi nó bây giờ em chi đi cứ tha bây giờ của bạn tôi vô vì việc rõm dương chưa chắp phong dương ở tay chặt phong vậy ta này đó nha ôi em mày gọi bây giờ là tôi giọt ban món hay nên ông này bắt băng luôn anh cho làm tên là bày tại để thấu môi nâng á ôi tôi sao tao nên biết lấy không đập nữa mẹ mới cắt đi nữa giờ tới bây giờ cái nó có dễ bị tệ nồng ra cái tôi tại Bà Lan rồi viên mình được bao năm rồi rồi chẳng nó tệ nồng nó cái tôi thành chẳng việc ai cái yên ấy một hàng này chẳng việc tôi tệ nồng ban này đăng phi chẳng là sai tệ nồng nó là vì yên này vì lên được môn này chẳng màn vì tự bành chạy nên là nghe từ tôi score từ cặp luôn anh chẳng các cái cắt mới yên tụng tình này sơ bàn thở chẳng tới điểm anh tính nên đọc nghe to tập cặp luôn anh rồi ngay rồi dột rồi crypto chẳng hạn tha tại từ đầu môi Việt anh miền tại net ở phía ban Việt ai bạc com Việt ai từ tại mặt hàng ban Việt ai smart răng từ mặt hàng ban Việt ai dương lạnh từ mặt hàng ban Việt trật ca từ đầu nó Việt trật ca tầng pi tầng hàng kê tầng hàng dương từ ai Việt ai từ một ban và sân chiều miền mình nè
អត់ស្មោះត្រង់ក្នុងតំណែងហ្នឹងណាតំណែងហ្នឹងវាលេងអាចទៅមុខបានហើយយើងត្រូវទទួលស្គាល់យើងត្រូវរៀនដោះលែងរៀនចាក់ចេញយើងត្រូវឲ្យដួងវិញ្ញាណរបស់យើងព្រលឹងរបស់យើងវាទទួលយកបានវាថាអាចថាចាអ្នកនរគ្នាត្រូវប្រាប់ខ្លួនឯងរងថ្ងៃអញ្ចឹងឲ្យទទួលស្គាល់ហើយដោះលែងឲ្យខ្លួនឯងនឹងឲ្យវាថាក្នុងចិត្តវិញ្ញាណយើងហ្នឹងហើយវាថាវាដោះលែងវាមកវិញឲ្យវាស្រស់ស្រាយមកវិញកុំឲ្យវានៅតែឈឺចាប់នឹងរឿងចឹងទៀតទេណាហើយមួយទៀត I feel like record នឹងបច្រាស់ជើងតែម្ដងហើយមួយទៀតអ្នកនរគ្នាអាចទៅតាំងសមាធិឲ្យខ្លួនឯងស្ងប់ជាងមុនវានិយាយទៅធ្វើអ្វីដែលឲ្យខ្លួនឯងស្ងប់ជាងមុនគាត់ថាអីដែលខ្ញុំអាចប្រាប់បានហ្នឹងគឺការតាំងសមាធិវាល្អបំផុតសម្រាប់អ្នកនរគ្នាលើពួកអីអ្នកនរគ្នាកំពុងតែច្បុកច្បល់ខ្លាំងហើយព្យាយាមស្វែងយល់ខ្លួនឯងមកវិញស្វែងរកខ្លួនឯងមកវិញហើយក៏ព្យាយាមដោះលែងដួងចិត្តខ្លួនឯងមកវិញម្ដងតិចម្ដងតិចព្រោះអ្នកនរគ្នាត្រូវការពេលវេលាដើម្បីដោះលែងត្រូវការដោះស្រាយរឿងជាច្រើនពួកអីតំណែងនេះអាចមិនត្រឹមថាមានតែអ្នកនរគ្នាតែពីរនាក់វាអាចមានកូនមានអីទៀតចឹងណាដែលអ្នកនរគ្នាមិនត្រូវគិតហើយណាមួយអ្នកនរគ្នាពិបាកជាងគេដែលអ្នកនរគ្នាខ្លាចថាអ្នកនរគ្នាអាចចាប់ដើមសារជាថ្មីបានប៉ុន្តែតាមពិតទៅមិនថាអាយុប្រហែលនេះយើងនៅតែអាចចាប់ដើមសារជាថ្មីបានម្ដងទៀតគាត់ថាវាមិនស្រួលវាមិនស្រួលយើងត្រូវតែទទួលស្គាល់គាត់ថាជីវិតគឺវាបែបហ្នឹងវាអាចរលូនរហូតវាអត់អាចល្អរហូតវាត្រូវមានពេលធ្លាក់កឡុកវាត្រូវមានពេលពិបាកវាត្រូវមានពេលឈឺចាប់វាត្រូវមានពេលដែលយើងកេងអត់បានឈឺចាប់យំក៏ដែរយប់អីចឹងវាត្រូវតែមានអញ្ចឹងជីវិតវាបែបហ្នឹងយើងអត់អាចបងឲ្យយើងមានជីវិតមួយដែលល្អទាំងអស់ហើយគាត់ថាអីដែលយើងអាចធ្វើបានហ្នឹងគឺយើងទទួលស្គាល់នៅការឈឺចាប់ហ្នឹងយើងត្រូវទទួលស្គាល់ថាជីវិតគឺវាបែបហ្នឹងហើយវាអត់មានអីដែលថាឲ្យអ្នកទាំងអស់គ្នានឹងត្រូវតែល្អរហូតទេគាត់ថាវាតើយើងនឹងដោះស្រាយរឿងហ្នឹងបែបណាយើងអត់អាចខាត់រឿងទាំងអស់អត់ឲ្យកើតឡើងបានទេយើងអាចវិជាបានតិចតួចហ្នឹងអាហ្នឹងវាអាចថាអូខេបានតិចតួចប៉ុន្តែបើថាខាត់អត់ឲ្យវាកើតឡើងហ្មងអត់អាចទៅរួចទេអ្នកនរគ្នារឿងដែលអាចទៅរួចបានគឺអ្នកនរគ្នាទទួលស្គាល់ហើយនឹងព្រមដោះស្រាយវាគាត់ថាអូខេពេលយូរពេលឆាប់អាហ្នឹងអាស្រ័យលើអ្នកទាំងអស់គ្នាទេវារឿងវានឹងប្រែប្រួលវានឹងល្អជាងមុនគាត់ថាអីដែលយើងអាចកែបានវាមិនមែនសកម្មភាពក្បត់របស់ម្នាក់នឹងទេណាតែវាជាបេះដូងវាជាចិត្តរបស់អ្នកទាំងអស់គ្នាថាអ្នកទាំងអស់គ្នានឹងដោះស្រាយរឿងនឹងបែបណាព្រោះបើសិនជាយើងគឺជាអ្នកដែលស្មោះនៅក្នុងតំណែងហ្នឹងអញ្ចឹងយើងទទួលយកអត់តែការក្បត់ហ្នឹងបើសិនជាយើងទទួលយកអត់បានទេយើងរស់នៅជាមួយភាពឈឺចាប់តែយើងព្រមរស់នៅជាមួយបែបហ្នឹងទៀតអត់យើងត្រូវទទួលស្គាល់ថាអូខេរឿងហ្នឹងវាកាត់ឡើងហើយអញ្ចឹងយើងត្រូវដោះស្រាយវាបែបណាយើងត្រូវធ្វើបែបណាយើងអាចខាត់ធ្វើអាចក្បត់ទេប៉ុន្តែយើងអាចខាត់ខ្លួនឯងកុំឲ្យបន្តទទួលអារម្មណ៍ឈឺចាប់នឹងខាត់បែបណាអាហ្នឹងគឺជាសិទ្ធិរបស់អ្នកទាំងអស់គ្នាបើអ្នកនរគ្នាខាត់ដោយការថាទទួលយកឲ្យម្នាក់នឹងបន្តក្បត់អ្នកនរគ្នារស់នៅជាមួយរឿងហ្នឹងទេអាហ្នឹងគឺជាជីវិតរបស់អ្នកនរគ្នាដែលអ្នកនរគ្នាទទួលយកបែបហ្នឹងតែបើអ្នកនរគ្នាថាខ្ញុំចង់បញ្ឈប់ការឈឺចាប់របស់ខ្ញុំដោយការចាក់ចេញពីមនុស្សដែលមិនស្មោះត្រង់នឹងអំពើក្បត់ហ្នឹងអញ្ចឹងអ្នកនរគ្នានឹងលែងទទួលបានការក្បត់ហ្នឹងទៀតហើយតែអូខេអ្នកនរគ្នានឹងត្រូវចាប់ដើមជាថ្មីវាក៏អត់ស្រួលដែរវាអត់ស្រួលជាជម្រើសមួយណាក៏អត់ស្រួលដែរសម្រាប់អ្នកនរគ្នាតែអីដែលល្អហ្នឹងគឺអ្នកនរគ្នាដឹងខ្លួនឯងហើយថាអ្វីដែលល្អអាចថាវាមានបន្ទុកវាមានចំណងច្រើនសម្រាប់អ្នកនរគ្នាប៉ុន្តែស្អីក៏ដោយវាដោះស្រាយបានតែវាត្រូវការពេលវេលាវាត្រូវការមួយដកដង្ហើមធ្វើវាមួយចឹងអ្នកនរគ្នាកុំខំវាពេកបខំពេកអាចនឹងធ្វើឲ្យបេះដូងធ្វើឲ្យចិត្តរបស់អ្នកនរគ្នាហ្នឹងកាន់តែពិបាកវាកាន់តែដូចយើងដាក់បន្ទុកដាក់ចំណងខ្លួនឯងព្រោះរឿងខ្លះវាមិនយើងអ្នកធ្វើប៉ុន្តែយើងត្រូវអ្នកដោះហើយយើងត្រូវទទួលរងពីអញ្ចឹងអាហ្នឹងហើយគឺជាជីវិតរបស់មនុស្សអញ្ចឹងសម្រាប់អ្នកដែលយកការទី1ហ្នឹងនៅក្នុងខែ8ហ្នឹងគឺវាមានតែរឿងមួយហ្នឹងឯងហើយរឿងហ្នឹងក៏វាស្មុគស្មាញខ្លាំងដែរសឹងថាអ្នកនរគ្នាវាតាំងពីប្រហែលខែមុនមកហើយដែលអ្នកនរគ្នាដឹងគ្រាន់ថាអ្នកនរគ្នាមិនទាន់ទទួលយកវាបានហើយក៏មិនទាន់ដឹងដោះស្រាយមិនទេណាហើយពីខ្ញុំទៅក៏វាអត់មានអីដែលថាអូខេខ្ញុំអាចណែនាំអីច្រើនកាលពីនឹងឯព្រោះកាតគេប្រាប់មកប៉ុណ្្នឹងឯងវាថាអ្នកនរគ្នាត្រូវប្រឹងដួងចិត្តខ្លួនឯងមកវិញត្រូវស្វែងរកខ្លួនឯងមកវិញអញ្ចឹងណា
ដើម្បីឲ្យយើងអាចដោះស្រាយអារឿងនឹងបានអូខេអញ្ចឹងខ្ញុំអត់មានអីទេសង្ឃឹមថាអ្នកទាំងអស់គ្នានឹងជួបតែរឿងល្អៗហើយនឹងដោះស្រាយរឿងនឹងបានហើយយើងនឹងជួបគ្នានៅវីដេអូក្រោយអូខេអញ្ចឹងសម្រាប់អ្នកទី1គឺមានតែប៉ុណ្្នឹងទេយើងចូលដល់អ្នកទី2អូខេអ្នកទី2ខ្ញុំឃើញថាអ្នកទាំងអស់គ្នាគឺស្រឡាញ់ខ្លួនឯងខ្លាំងណាស់ដូចជាអ្នកទី2នេះគឺថាក្នុងខែ8ហ្នឹងគឺពេញចិត្តខ្លួនឯងអារម្មណ៍ក៏ស្រស់ស្រាយល្អមានទឹកចិត្តបរិសុទ្ធល្អច្រើនចូលចិត្តមើលកញ្ចក់ចូលចិត្តមើលខ្លួនឯងក្នុងកញ្ចក់មិនមែនចូលចិត្តមើលកញ្ចក់ឯងចូលចិត្តមើលខ្លួនឯងក្នុងកញ្ចក់មានអារម្មណ៍ថាអូខេខ្ញុំស្រឡាញ់ខ្លួនឯងខ្ញុំបានមើលថែខ្លួនឯងល្អអញ្ចឹងណាហើយក្នុងសារហ្នឹងក៏គេចង់ប្រាប់ដែរថាអូខេអ្នកឯងឃើញអញ្ចឹងត្រូវហើយមើលថែខ្លួនឯងអញ្ចឹងល្អអូយអត់ចង់ចាញ់ទេ Spirit please tell me តើមានអ្វីកើតឡើងសម្រាប់នឹងកើតឡើងសម្រាប់អ្នកដែលយកកាសទី2នៅក្នុងខែ8នេះ Spirit please អូហូ I see អត់អីអត់តែកុំឲ្យអត់លុយទេមិនដឹងអ្នកទី2ទៅរៀងច្របល់តិចplease tell me តាមមានអ្វីខ្លះដល់យកកាសទី2ហ្នឹងកាសទី2ហ្នឹងទៅយកច្របល់ខ្លាំងណាអីយ៉ាដូចលុយចូលច្រើនណាអ្នកកាសទី2តែក៏មានបញ្ហាដែរអាចមានបញ្ហាឬការងាររកស៊ីខ្លះដែរប៉ុន្តែក៏ដោះស្រាយបានអញ្ចឹងណារើសអីបានល្អតែបើមនុស្សប្រុសអាចមានបញ្ហាលើកាតិទូចដែរតែបើមនុស្សស្រីឬល្អច្រើននិយាយថាគិតលុយគិតអីច្បាស់លាស់អញ្ចឹងណាស្រឡាញ់ខ្លួនឯងច្បាស់លាស់ដែរអញ្ចឹងទៅលុយក៏វាមិនខ្វះចាយអីចឹងណាក្នុងខែនេះទៅពោស្នេហាមកទៀតហើយអ្នកទី1ហ្នឹងក៏ស្នេហាមិនល្អតែអ្នកទី1ស្នេហាសុខមកខែ8ហ្នឹងទៅវាសុខស្មាញតែអ្នកទី2រឿងច្រើនដែលគេនិយាយប្រាប់អ្នកទី1អត់ចង់ដោះលែងហើយអ្នកទី2ដោះលែងហ្មងកាប់ដាវទៅបណ្ដោយល្អអ្នកនរគ្នាថាអញ្ចឹងខ្ញុំស្រឡាញ់ energy របស់អ្នកនរគ្នាបើជួយចាប់ដើរចេញកុំខ្វល់ច្រើនចាប់ផ្ដើមថ្មីយ៉ាអ្នកនរគ្នាសុខចិត្តដោះលែងខ្លួនឯងមានសេរីភាពក៏មិននៅជួយចាប់នឹងដែរតែអ្នកត្រង់ថ្មីនឹងមកអញ្ចឹងអាហ្នឹងបើនិយាយពីស្នេហាអូខេឥឡូវយើងមកនិយាយការពេញទាំងអស់ចង់ជាប់មាត់ចឹងអ្នកជីអ្នកទី2ដូចខ្ញុំនិយាយមុននឹងចឹងអ្នកនរគ្នាពេញចិត្តខ្លួនឯងស្រឡាញ់ខ្លួនឯងអត់ខ្វល់ណាគេចង់ធ្វើអីធ្វើហើយថាទៅថាអូមិនអីរៀងស្អីមិនស្អាតឬក៏មិនមុខមិនស្អាតហើយអត់ខ្វល់សំខាន់ខ្ញុំស្រឡាញ់ខ្លួនឯងជានិយាយខ្ញុំស្រឡាញ់ខ្លួនឯងខ្ញុំស្រឡាញ់អ្វីជាខ្ញុំតែម្ដងអូខេគាត់តែឃើញខ្លួនឯងមានអារម្មណ៍ថាពេញចិត្តខ្លួនឯងអាចមានបញ្ហានៅកន្លែងការងារអ្នកយកការទី2បញ្ហាហ្នឹងជាមួយនឹងមនុស្សធ្វើការជាមួយមនុស្សមានបញ្ហាជាមួយនឹងមនុស្សចឹងមានន័យថាដូចមានមនុស្សចាំជ្រៀតជ្រែកចាំឆ្លោះគ្នាឬក៏ចាំចរាញ់គ្នានេះទៅគឺថាមានជាការស្អីគេហៅស្អីចំនួនក្នុងរាជវាំងអីចឹងជាមួយនឹងការងារហើយដូចជាមានរឿងលុយកាក់ឲ្យពិចារណាគិតគូរដែរណាថ្លឹងថ្លែងណាវាថាមិនដឹងថារឿងចាយលុយនោះត្រូវថ្លឹងថ្លែងមិនទេគាត់ថាដល់ថាអ្នកនរគ្នាមានលុយចាយច្រើនក្នុងខែ8ហ្នឹងដូចមានលុយច្រើនហើយមើលទៅដូចជាហឺហាអញ្ចឹងណាសบายចិត្តច្រើនមានលុយច្រើនមិនសូវខ្វល់ខ្វាយគាត់ថាមុខមិនសូវស្រស់ប្រហែលទេអ្នកការទី2ហ្នឹងមុខអត់សូវស្រស់ទេប៉ុន្តែថាឲ្យបាក់ចិត្តរឿងលុយអត់បាក់ចិត្តទេគាត់ថាឆ្លោះគ្នាតិចតួចកន្លែងការងារធម្មតាអញ្ចឹងទៅហើយស្នេហាអូខេមានបញ្ហាអូខេដោះលែងស្នេហាអ្នកនរគ្នាអាចថាមានអារម្មណ៍ថាអូខេខកចិត្តស្នេហានឹងបន្តិចតួចដែរតែដឹងទៅមុខហើយដឹងថាអូអ្នកនរគ្នាមើលទៅមនុស្សអ្នកនរគ្នាយកការងារជាធំយករឿងរោលុយជាធំsorry យករឿងការងារជាធំយករឿងរោលុយជាធំអញ្ចឹងទៅអ្នកនរគ្នាមិនសូវខ្វល់ខ្វាយចង់និយាយថាឈឺចិត្តក៏ឈឺចិត្តអូខេខកចិត្តប៉ុន្តែអត់យកវាដាក់មុខខ្ញុំមើលទៅអ្នកនរគ្នាអត់ទៅយកអារឿងនឹងដាក់មុខឲ្យអត់ទៅខ្វល់ទេ
អ្នកទាំងគ្នាដឹងប្រាប់ខ្លួនឯងមួយថាអ្នកអាចចាំទៅអាថ្មីមកនិយាយចេះទៅអញ្ចឹងន័យថា energy ហ្នឹងគឺប្រាប់មកអញ្ចឹងថាអត់ខ្វល់ទេបើសិនជាម្នាក់នឹងអត់ល្អអត់ស័ក្តិសមចាក់ចេញទៅខ្ញុំខកចិត្តទៅហ្នឹងខ្ញុំខកចិត្តហ្នឹងឲ្យវាថាខកចិត្តដល់ទឹកចិត្តបានដាក់ទៅអញ្ចឹងអ្នកក្នុងវីដេអូកាត់ទី2គឺបែបអញ្ចឹងខកចិត្តថាអូខេខំដាក់ចិត្តទៅប៉ុន្តែធ្វើម៉េចនិយាយថាតែត្រង់ហ្នឹងវាមិនទៅមុខទេវាមិនល្អទេអូខេខ្ញុំចាប់ផ្ដើមសាច់ជាថ្មីម្ដងទៀតក៏បានដែរព្រោះអីខ្ញុំត្រូវមានរឿងជាច្រើនទៀតតែត្រូវធ្វើខ្ញុំចង់ឲ្យឃើញខ្លួនឯងល្អជាងមុនប្រកាយជាងមុនខ្ញុំមានក្តីស្រឡាញ់ខ្ញុំស្អាតខ្ញុំល្អខ្ញុំមានលុយខ្ញុំមានការងារខ្ញុំមានឋានៈទូនាទីច្បាស់លាស់ខ្ញុំអត់ខ្វល់ទេខ្ញុំមានក្តីស្រឡាញ់ពេញលេញឲ្យអ្នកក្រោយទៀតអីចឹងណារបៀបអញ្ចឹងនិយាយទៅអ្នកនរគ្នាមើលទៅខែ8នេះ energy គឺល្អច្រើនមែនតើអត់ល្អវាមានប៉ុន្តែអ្នកនរគ្នា can control yourself អ្នកនរគ្នាអាចគ្រប់គ្រងខ្លួនឯងបានអ្នកនរគ្នាដឹងថាអ្នកនរគ្នាចង់បានអីចង់ធ្វើអីចឹងអ្នកនរគ្នាអត់ខ្វល់ទេទោះបីជារឿងអីកាលឡើងក៏អ្នកនរគ្នាអាចដោះស្រាយបានដែរនិយាយទៅ energy នេះគឺល្អមែនតើវាចេះថារឿងល្អណាគេក៏ចង់ឲ្យកើតដែរប៉ុន្តែជីវិតទៅវាអាចមានតែរឿងល្អវាត្រូវតែមានបញ្ហាអីចូលមកអញ្ចឹងតែសំខាន់បើសិនជាយើងអាចគ្រប់គ្រងខ្លួនឯងបានគ្រប់គ្រងការគិតគ្រប់គ្រងគំនិតរបស់ខ្លួនឯងបានហើយរឿងណាក៏យើងអាចដោះស្រាយបានដែរហើយបើសិនជាចិត្តរបស់យើងរឿងមាំទៀតហើយវាថាយើងអត់សូវទន់តោនៅក្នុងតំណែងឬក៏រឿងអីមួយយើងអត់សូវឈឺចាប់ខ្លាំងហើយយើងអាចទាញខ្លួនឯងមកបានរហូតមកថាយើងដឹងតែមួយគឺយើងរស់ដើម្បីខ្លួនឯងចិត្តបើសិនជាមានអីមួយដែលធ្វើឲ្យប៉ះពាល់ផ្លូវចិត្តគំនិតរបស់យើងយើងអាចទាញវាមកបានវិញអញ្ចឹងគាត់ថាអូខេបើសិនជាអាហ្នឹងធ្វើវាថាចាក់រឿងហ្នឹងវាល្អមកអញទេអញដកវាចេញអញ្ចឹងទៅវាថាចឹងណាដូចស្នេហាអញ្ចឹងវាថាបើសិនជាក្នុងតំណងហ្នឹងវាល្អទេខ្ញុំអត់ត្រូវការវាព្រោះខ្ញុំអត់ត្រូវការបំផ្លាញចិត្តខ្លួនឯងអញ្ចឹងអ្នកអត់ទេបែបអញ្ចឹងមកហ្មង energy ច្បាស់ថាឆ្លោះវាយថាច្បាស់លាស់មួយគ្នាហ្មងអញ្ចឹង energy ក្នុងខែ8ហ្នឹងក៏វាអញ្ចឹងដែរដល់ពេលផ្លូវចិត្តរបស់អ្នកនរគ្នារឹងមាំហើយអីអ្នកនរគ្នាចង់បានអីអ្នកនរគ្នាខ្វល់ខ្វាយប្រកបហ្នឹងគឺរឿងលុយរឿងការងាររឿងតំណែងអីចឹងទៅដល់អញ្ចឹងទៅអ្នកនរគ្នាអត់សូវឈឺចាប់ស្អីនឹងរឿងស្នេហាគុំកឹងទៅថាសួរចេញក្រោយអត់ខ្វល់អញ្ចឹងណាថាអូខេឈឺចិត្តខកចិត្តខ្លះដែរវាមិនមែនថាគឺមនុស្សរឹងមាំអត់ទៅឈឺចាប់ទេណាមនុស្សរឹងមាំគេឈឺចាប់ដូចគ្នាតែគាត់ថាការខកចិត្តការការវាថាការជឿចាប់របស់អ្នកនរគ្នាហ្នឹងវាអត់មានប៉ះពាល់ដល់ជីវិតរបស់អ្នកនរគ្នាជឿចាប់ទៅរស់នៅធម្មតាទៅមុខបានធម្មតាអត់មានមកទឹកចិត្តទុនខ្សោយអីប្រហែលណាអត់ទេអាចជឿចាប់តែមកពេលហ្នឹងហើយមានរឿងជាច្រើនទៀតព្រោះអ្នកនរគ្នាមិនមែនវាថាទុនតោទៅតែរឿងស្នេហាមកមុខអ្នកនរគ្នាជីវិតរបស់អ្នកនរគ្នាមានគោលដៅមានអីច្រើនវាត្រូវគិតហ្មងវាថាការងារដឹងមកអីត្រូវធ្វើអីត្រូវទៅណាទៅណីតទៀតវាថារៀបមានកម្រងមានអីខ្លះដែរហើយចោតខ្វល់ទេវាថាមនុស្សទៅមុខហ្មងណាអញ្ចឹងទោះបីឈឺចាប់រឿងអីក៏ត្រូវដើរទៅមុខដែរជីវិតវាថាទៅមុខហ្មងអ្នកនរគ្នាហើយមើលទៅអ្នកនរគ្នាអូពេញលេញមិញខ្ញុំស្រឡាញ់ energy គ្នាខ្លាំងកម្មសត្វធំ Empress អូនេះឃើញអត់ផលខលុយទៀតនិយាយទៅសុបាយប្រហើយអត់មុខអត់សោះមុខស្មើហ្មងខែ8ហ្នឹងមិនតែកុំមើលល្អគឺថាប៉ុន្តែថាល្អបើកាន់អ្នកមុនហ្នឹងដូចឈឺចាប់អ្នកទី1តែកាន់អ្នកទី2នេះអូល្អហើយឲ្យតែយើងគ្រប់គ្រងគំនិតរបស់ខ្លួនឯងបានគ្រប់គ្រងសកម្មភាពរបស់ខ្លួនឯងបានអាហ្នឹងយើងឈ្នះអ្នកដទៃឯងព្រោះគ្មាននរណាគេអាចមកធ្វើបាបយើងបាននៅពេលដែលយើងគឺជាម្ចាស់នៃជីវិតរបស់យើងចង់ថាចង់អ្នកណាគេគិតអាក្រក់ធ្វើអីមកអ្នកនរគ្នាក៏អ្នកនរគ្នាដោះស្រាយបានដែរវាចឹងណាយើង control ខ្លួនឯងបានអាហ្នឹងគឺអញ្ចឹងមនុស្សយើងមិនបាច់ទៅចាំគេព្យាយាម control អ្នកដទៃទេធ្វើដូចអ្នកនរគ្នាអញ្ចឹង control តែខ្លួនឯងមកគ្មានអ្នកណាគេមកធ្វើបាបអ្នកនរគ្នាបានខ្ញុំនិយាយមែនអ្នកនរគ្នា control ខ្លួនឯងអ្នកនរគ្នាពេញចិត្តខ្លួនឯងហើយដល់អញ្ចឹងទៅគ្មានអ្នកគេមកពំពួកឬក៏ធ្វើបាបអ្នកនរគ្នាបានទេនៅក្នុងខែ8ហ្នឹងអូខេខ្ញុំនិយាយទៅខែ8បានហើយព្រោះអានេះ energy នៅក្នុងខែ8ហើយមួយអាចរក្សាក្នុងខែ8ហ្នឹងអ្នកនរគ្នាមិនសូវខ្វល់ខ្វាយមិនសូវមានរឿងកង្វល់លុយកាក់អីមកច្រើនណាវាមានតែរឿងអ្នកតំណងដាក់សូវល្អហើយរឿងការងារតិចតួចការងារហ្នឹងមិនទៅធ្ងន់អីប្រហែលទេព្រោះអ្នកនរគ្នាមិនចិត្តដាច់ដែរអញ្ចឹងថាមើលទៅថាស្រួលរត់ចោលហើយបែបអញ្ចឹងខ្ញុំថាថងថ្លៃមើល50លុយម្ដងការងារច្រើនហ្នឹងដូរការងារទៅកន្លែងផ្សេងឬមានសមត្ថភាពប៉ុណ្ឯងដែរល្អប៉ុណ្ឯងដែររកការងារបានអញ្ចឹងណាវាបានអញ្ចឹងបានថាអូខេបើសិនជាមនុស្សប្រុសរៀងប្រយ័ត្នរឿងចាយលុយបន្តិចទៅវាអាចថាមានចំណាយច្រើនវាបានអញ្ចឹងតែយ៉ាងណាក៏មិនអីដែរកាប់អ្នកនរគ្នាខែ8ហ្នឹងអីទេខ្ញុំឃើញរឿងមុំអញ្ចឹងខ្ញុំអត់មានអីនិយាយច្រើនអញ្ចឹងយើងមានតែប៉ុណ្្នឹងទេសម្រាប់អ្នកដែលយកកាតទី2អរគុណដែលបានមើលវីដេអូមួយនេះយើងនឹងជួបគ្នានៅវីដេអូក្រោយហើយបើចង់តាមដានខ្ញុំអាចជួយ follow
nhom tam TikTok hay năng chịu sai YouTube nhom phong. Thì đó thì ok, ở con channel dương này chụp video video bye bye.